សម្រាប់វីដេអូមួយនេះផងដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីរបៀបនៃការស្វែងរកលេខកូដប្រៃសណីយ៍ក៏ដូចជា postal code នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាចំពោះតំបន់ដែលបងប្អូនយើងរស់នៅអូខេគ្រប់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទបាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីរបៀបនៃការស្វែងរកpostal code ឬក៏លេខកូដប្រៃសណីយ៍ហ្នឹងនៅក្នុងតំបន់ណាមួយដែលអ្នកទាំងអស់គ្នាកំពុងតែរស់នៅតែម្ដងអញ្ចឹងបងប្អូនយើងអាចរកបានជាមួយនឹងខ្ញុំបាទនៅក្នុងវីដេអូមួយនេះអញ្ចឹងបងប្អូនយើងអាចចុច search សិនអ្នកទាំងអស់គ្នាខ្ញុំ clear កន្លែងនេះចេញសិនអញ្ចឹងស្វែងរកតាមរយៈ Google ហ្នឹងងាយទេបងប្អូននៅពេលដែលយើងចូលទៅក្នុង Google បើសិនជាបងប្អូនយើងប្រើប្រាស់ Google ណាមួយឧទាហរណ៍ថា Google Google ណាក៏បានដែរឧទាហរណ៍ថា Google Chrome ឬក៏យើងប្រើ Google ណាយើងចូល Google ហ្នឹងអញ្ចឹងខ្ញុំប្រើទៅលើកម្មវិធីមួយនេះគេហៅថាដោយសារ iPhone គេស្វែងរកនៅក្នុងកម្មវិធីហ្នឹងហើយ Google វាអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលមកអូរកនេះកន្លែង Safari បងប្អូនចុចចូលមកអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាអត់សូវជាច្បាស់ប្រហែលទេនៅពេលដែលយើងចូលមកបែបនេះដំបូងវាអត់លោតអញ្ចឹងទេវាចូលមកវាលោតបែបអត់មានអីទាំងអស់ហ្នឹងហើយលោតជា Google ខ្ញុំចុចចេញសិនអូខេចុចកន្លែងនេះបងប្អូនយើងអាចនិយាយរួមទៅគឺយើងអាចចុចស្វែងរកមកយើងដាក់ postal code Cambodia ហ្នឹងហើយចុចលើ postal code កម្ពុជានេះមកវាលោតស្វែងរកហ្នឹងហើយអត់ច្បាស់ចឹងអ្នកទាំងអស់វាលោតចេញមកបែបហ្នឹងបងប្អូនបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចកន្លែងណាក៏បានដែរព្រោះអីយើងរកpostal code ហ្នឹងលេខកូដហ្នឹងឧទាហរណ៍ថាយើងរកនៅក្នុងភ្នំពេញឬក៏យើងរកតាមខេត្តឧទាហរណ៍ថាយើងរកតាមខេត្តតែម្ដងទៅយើងចុចទៅក្នុងលេខកូដប្រៃសណីយ៍ឆ្នាំ2025អត់ទេយើងចុចទៅលើខេត្តតែម្ដងឥឡូវយើងចូលទៅក្នុងគេដាក់ឲ្យយើងជ្រើសរើសដែរម្ដុំហ្នឹងយើងលេខកូដប្រៃសណីយ៍តាមខេត្តអញ្ចឹងយើងចុចទៅលើខេត្តមកឥឡូវខេត្តព្រៃវែងតកែវកំពង់ស្ពឺស្វាយរៀងអត់មានកំពង់ឆ្នាំងទេអញ្ចឹងអត់ទាន់មានយើងចុចកន្លែងស្វែងរកខេត្តនេះតែម្ដងចូលមកបែបនេះវាលោតឲ្យខេត្តនៃកម្ពុជាចំនួន25ហើយស្រុកហ្នឹងចំនួន216ឃុំយើងរកធំឃុំក៏បានយើងរកដល់ប្រៃសណីយ៍ភូមិក៏បានដែរអញ្ចឹងយើងអូសមកបងប្អូនអូមកឥឡូវយើងមើលខេត្តកំពង់ឆ្នាំងហ្នឹងហើយយើងអស់រតាមខេត្តហ្នឹងមកឥឡូវខេត្តកំពង់ឆ្នាំងមានប្រមាណស្រុកហ្នឹងគឺយើងអាចប្រើប្រាស់ទៅលើនេះ Sweet Code ឬក៏postal code ហ្នឹងនៅក្នុងលេខកូដណាមួយក៏បានដែរឧទាហរណ៍ថាលេខកូដនេះបងប្អូនឥឡូវយើងចុចទៅខេត្តកំពង់ឆ្នាំងយើងចូលទៅមើលនេះគឺជាប្រៃសណីយ៍ខេត្តហ្នឹងហើយប្រៃសណីយ៍ខេត្តហ្នឹងគឺមានលេខកូដនេះអញ្ចឹងយើងអាច copy លេខកូដនេះទៅដាក់បានសម្រាប់បងប្អូនយើងដែលនៅតាមខេត្តក្រុងឬក៏នៅក្នុងស្រុកបងប្អូនយើងអាចរកបាននៅក្នុងស្រុកស្រុកបរិបូរស្រុកជលគិរីស្រុកក្រុងកំពង់ឆ្នាំងហ្នឹងគឺលេខកូដខុសៗគ្នាអ្នកទាំងអស់គ្នាលេខកូដខុសៗគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំនៅក្នុងស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងអញ្ចឹងយើងចុចទៅលើស្រុកកំពង់តឡាចមកបងប្អូនស្រុកកំពង់តឡាចហ្នឹងវាមានជាឃុំជាច្រើននៅឃុំហ្នឹងគឺមានលេខកូដប្រៃសណីយ៍ហ្នឹងគឺខុសៗគ្នាទៀតអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការឃុំនៅឃុំណាឧទាហរណ៍ឃុំច្រេះឃុំកំពង់តឡាចឃុំលង្វែកឃុំអូស័យឃុំពីនីអីហ្នឹងគឺយើងអាចជ្រើសរើសតាមឃុំនីមួយមកអញ្ចឹងបើខ្ញុំនៅក្នុងឃុំឈុកសខ្ញុំជ្រើសរើសត្រឹមឃុំក៏បានខ្ញុំទៅរកដល់ភូមិក៏បានអញ្ចឹងបើសិនជាយើងរកដល់លេខកូដភូមិអញ្ចឹងយើងចុចទៅលើមួយទៀតមកនៅមានភូមិអណ្ដូងត្រមូងភូមិឈូក្រញាស់ភូមិច្រករមៀតភូមិចលងកៃស្នាភូមិក្រសាស់ថ្មីអូរងព្រៃពៀនិងស្តុកលិចចលងស្នាពេជ្រព្រៃពីរហូតដល់ភូមិត្រពាំងជ្រៅហ្នឹងហើយរហូតដល់ភូមិត្រពាំងជ្រៅហ្នឹងគឺអស់ហើយអញ្ចឹងយើងអាច copy មកឧទាហរណ៍ថានៅក្នុងភូមិត្រពាំងជ្រៅហ្នឹងយើង copy
លេខកូដនេះមកដើម្បីយកទៅបំពេញតាក់ឬក៏បំពេញកុងធនាគារបំពេញអាស័យដ្ឋាននៅក្នុង YouTube ឬក៏ Facebook អីដែលទៅតែគ្រប់គោលការណ៍ដើម្បីយកទៅបំពេញនៅក្នុងលក្ខខណ្ឌណាមួយដែលយើងត្រូវការអញ្ចឹងនេះគឺជារបៀបនៃការស្វែងរក postal code ឬក៏លេខកូដប្រៃសណីយ៍ហ្នឹងរបស់បងប្អូនទាំងអស់គ្នានៅក្នុងទូរស័ព្ទដៃដែលងាយហើយរកបានភ្លាមយើងរកពីប្រទេសរហូតដល់ភូមិតែម្ដងអញ្ចឹងនេះគឺជាគន្លឹះខ្លីៗដែលខ្ញុំចង់ចែករំលែកពុកម៉ែបងប្អូននៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីចែករំលែកដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្ទាប់ទៀតជាមួយនឹងខ្ញុំបាទផងដែរ